អរគុណច្រើនបងសម្រាប់ការសរសើរនៅរសជាតិចាសម្រាប់កាហ្វេ Fin ខាងខ្ញុំមានម៉ូយច្រើនមែនតើដែលគាត់សរសើរថាយកកាហ្វេខ្ញុំទៅលក់ដាច់ជាងមុនការម៉ូយច្រើនជាងមុនកាហ្វេខ្ញុំរសជាតិឆ្ងាញ់ឈ្ងុយកាហ្វេចុងច្រមុះអត់ជូរអត់ឆ្ងៀមអត់ក្អូបអីចឹងទៅការសរសើរនៃភ្ញៀវគឺមានច្រើនប៉ុន្តែក៏នៅតែមានភ្ញៀវដែលគាត់ប្រើជាមួយកាហ្វេខ្ញុំអត់ត្រូវដែរដូចអ្នកខ្លះគាត់ថាកាហ្វេខ្ញុំចាស់ពេកឬមួយក៏កាហ្វេខ្ញុំវាអត់មានអាក្លិនក្អូបហ្នឹងតំបន់គាត់ត្រូវការក្លិនបែបផ្សេងពីកាហ្វេខ្ញុំលក់អីចឹងទៅអញ្ចឹងសម្រាប់កាហ្វេបើសួរថាឆ្ងាញ់អត់តើតាបងតេះតែបើសួរថាឆ្ងៀមអត់ជូរអត់ក្អូបអត់ទេណាអាហ្នឹងអ្វីដែលខ្ញុំអាចឆ្លើយជូនបងបានព្រោះបងត្រូវដឹងថាគ្មានអ្នកលក់ណាគាត់ថាកាហ្វេខ្លួនឯងអន់កាហ្វេខ្លួនឯងអត់ឆ្ងាញ់ទេតែតើតាបងតេះខ្លួនឯងទៅតើរសជាតិហ្នឹងបងទទួលយកបានអត់យកទៅលក់កើតអត់អញ្ចឹងណាហើយកាហ្វេខាងខ្ញុំបងទិញ1គីឡូក៏ខ្ញុំផ្ញើជូនដែរមិនថាបងនៅដល់ណាទេគ្រាន់ថាសេវាផ្ញើមិនថាបងយកតិចយកច្រើនគឺសេវាគឺដឹងតែអស់ប៉ុណ្ណឹងដដែលទោះបីបងយកតិចឬមួយក៏ច្រើនក៏ដោយអញ្ចឹងបើសិនជាឧទាហរណ៍បងភ្លក់កាហ្វេយើងត្រូវរសជាតិហើយបងទិញច្រើនទៅកុំឲ្យខាតសេវាណាកាហ្វេខាងខ្ញុំ1គីឡូត្រឹមតែ28,200តែបងយកទៅលក់គឺបាន55កែវដែលខ្ញុំធ្វើលក់នេះហើយក្នុងវីដេអូនេះបងឃើញហើយចា2នាទីជាងនេះគឺខ្ញុំកាត់យកខ្លីលឿនទេតែជាក់ស្ដែងចាគឺថាមកព្រឹកហ្នឹងគឺខ្ញុំលក់បានតែកាហ្វេទេមនុស្សផ្សេងមិនមែនអត់បានទេបានដូចគ្នាក៏ប៉ុន្តែគាត់ថានៅតូបខ្ញុំគឺខ្លាំងជាងគេគឺកាហ្វេហ្នឹងឯងចាតែម្លីក្រូចឆ្មាតែទឹកឃ្មុំអីហ្នឹងក៏លក់បានតែអឺទឹកដោះគោតែបៃតងដោះគោអីហ្នឹងគឺលក់បានហើយហូកាហ្វេមិនសិនកាហ្វេអីហ្នឹងប៉ុន្តែបងមើលទៅមកវីដេអូនេះភាគច្រើនគឺសិតតែកាហ្វេ Fin ធម្មតាកាហ្វេដោះគោកាហ្វេអីហ្នឹងឯងមុខម៉ណយមួយនេះគឺមិនដែលសាបសូន្យម៉ណយល្បីខ្លាំងចេញមកប៉ុណ្ណា viral ប៉ុណ្ណាកាហ្វេដោះគោគឺដឹងតែលក់បានរាល់ថ្ងៃអត់ដែលខ្វល់ទេចាហើយដូចខ្ញុំតែងតែប្រាប់បងថាអ្នកដែលគាត់ចេញលក់ថ្មីថ្មោងឲ្យតែគាត់មានកាហ្វេឆ្ងាញ់គាត់កុំភ័យខ្លាចអត់ម៉ួយណាចាគឺដឹងតែមានម៉ួយឯងឲ្យតែយើងមានកាហ្វេឆ្ងាញ់ភេសជ្ជៈផ្សេងគេអាចនឹងចាខានអត់ញ៉ាំអីមួយថ្ងៃពីរថ្ងៃបានតែបើកាហ្វេបើថាអ្នកដែលញ៉ាំហើយគឺដឹងតែមករកទៀតហើយសម្រាប់កាហ្វេអញ្ចឹងបានខ្ញុំរាល់ថ្ងៃខ្ញុំផ្ដោតខ្លាំងទៅលើកាហ្វេផ្ដោតទៅលើរសជាតិគឺខ្ញុំនឹងធ្វើជូនបងដោយអត់មានថាំគ្រឿងទេដាក់ទៅគឺមកឆ្ងាញ់